សូមជូនរឿងក្រមាវេទមន្តនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយមានក្មេងស្រីម្នាក់ឈ្មោះស្រីពេជ្រថ្ងៃមួយលោកយាយរបស់នាងបានឲ្យក្រមាមួយកន្សែងដល់នាងក្រមាពណ៌ប្រភេទធម្មតានេះមើលតែមិនពិសេសអ្វីឡើយស្រីពេជ្រឆ្ងល់ថាក្រមាមួយនេះអាចធ្វើអ្វីបានទេនាងគិតក្នុងចិត្តថាតើវាគ្រាន់តែជាក្រមាធម្មតាមែនទេពេលដើរតាមផ្លូវស្រីពេជ្របានឃើញទារកម្នាក់កំពុងយំកម្ដៅថ្ងៃចាំងចំមុខទារកធ្វើឲ្យវាក្តៅហើយយំខ្លាំងស្រីពេជ្រក៏លាតក្រមារបស់នាងបាំងថ្ងៃឲ្យទារកពេលនោះទារកក៏ឈប់យំហើយក្រមាពណ៌ប្រភេទក៏ចាប់ផ្ដើមមានពន្លឺតិចតិចពេលបាំងថ្ងៃឲ្យទារករួចស្រីពេជ្រក្រឡេកមើលក្រមារបស់នាងអូក្រមាពណ៌ប្រភេទបានប្រែក្លាយទៅជាពណ៌បៃតងខ្ចីដ៏ស្រស់ស្អាតស្រីពេជ្រដើរទៅផ្សារនាងក៏ឃើញពូសារិទ្ធជាកសិករពូកំពុងតែក្តាប់កន្ត្រកស្វាយធ្ងន់ជាច្រើនគាត់ហត់ខ្លាំងណាស់ស្រីពេជ្រក៏បានប្រើក្រមាពណ៌បៃតងរបស់នាងជួយរុំស្វាយមួយចំនួនព្រោះឲ្យបន្ទុករបស់ពូសារិទ្ធស្រាវបន្តិចពូញញឹមយ៉ាងពេញចិត្តពេលជួយពូសារិទ្ធរួចស្រីពេជ្រក៏មើលក្រមារបស់នាងម្ដងទៀតក្រមានោះបានប្រែទៅជាពណ៌ខៀវដោយត្បូងកណ្ដៀងនៅពេលល្ងាចស្រីពេជ្របានអង្គុយស្ដាប់លោកយាយនិទានរឿងលោកយាយបាននិយាយអំពីសារៈសំខាន់នៃការជួយគ្នាទៅវិញទៅមកក្នុងភូមិស្រីពេជ្រយល់ហើយថាក្រមានេះមានមន្តអាគមពិសេសរាល់ពេលដែលនាងជួយអ្នកដទៃក្រមានេះនឹងផ្លាស់ប្ដូរពណ៌ចាប់ពីពេលនោះមកស្រីពេជ្រតែងតែប្រើក្រមារបស់នាងដើម្បីជួយអ្នកដទៃក្រមាដ៏ស្រស់ស្អាតរបស់នាងពោពេញទៅដោយពណ៌អ៊ីនធ្នូក្រមានោះបានក្លាយជាកន្សែងដ៏ស្រស់ស្អាតបំផុតនៅក្នុងភូមិវាមានគ្រប់ពណ៌ទាំងអស់ដែលនាងបានជួយអ្នកដទៃអ្នកភូមិទាំងអស់បានកោតសរសើរក្រមារបស់ស្រីពេជ្រតែពួកគេដឹងថាសម្រស់ពិតរបស់ក្រមានេះគឺស្ថិតនៅក្នុងបេះដូងរបស់នាងសម្រស់ដ៏ពិតប្រាកដមិនមែនស្ថិតនៅលើសម្លៀកបំពាក់ទេតែស្ថិតនៅលើសេចក្តីសប្បុរសដែលចេញពីចិត្តរបស់យើងរាល់ធ្វើល្អដែលយើងធ្វើវានឹងថែមសម្រស់ទៅក្នុងជីវិតរបស់យើងជានិច្ចដូចជាក្រមាដ៏អស្ចារ្យរបស់ស្រីពេជ្រអ៊ីចុង